កាន់តែគៀកថ្ងៃទៅហើយបងប្អូនត្រៀមខ្លួនហើយរនៅសម្រាប់អ្នកនៅក្រុងបាវិតយើងជាពិសេសគឺថាវត្តពោធិ៍ថ្មីបានរៀបចំកម្មវិធីគឺច្រើនថ្ងៃមែនតើបងប្អូនទាំងគ្នាត្រៀមខ្លួនអញ្ចឹងណាគឺដឹងហើយរាល់ឆ្នាំគឺសប្បាយជាងគេជាងឯងតែម្ដងសង្ឃឹមថាឆ្នាំនេះនឹងមានបងប្អូនយើងទៅចូលរួមលេងឲ្យបានសប្បាយទាំងអស់គ្នាជាច្រើនផងដែរអញ្ចឹងណាព្រោះថានៅក្រុងបាវិតយើងនឹងគឺកន្លែងដែលលេងសប្បាយនឹងដឹងហើយកន្លែងសំខាន់អញ្ចឹងណាបងប្អូនប៉ុន្តែជាក់ស្ដែងនេះវត្តពោធិ៍ថ្មីដែលបងប្អូនយើងតែងតែហៅថាវត្តលឿននឹងគឺកំពុងតែរៀបចំឲ្យបងប្អូនទាំងគ្នាត្រៀមទទួលបងប្អូនយើងទៅលេងអញ្ចឹងណាដែលដូចផ្ដើមឡើងរៀបចំសង្ក្រាន្តពីព្រះសង្ឃទាំងអស់នៅក្នុងវត្តពោធិ៍ថ្មីជាមួយនឹងគណៈកម្មការវត្តដែរអញ្ចឹងណាបងប្អូនទាំងគ្នាហើយក្អមនេះគឺថាព្រះសង្ឃក៏ទិញបាន100ក្អមជាងហើយប៉ុន្តែជាក់ស្ដែងគឺគាត់អាចនឹងទិញច្រើនជាងនឹងដល់200ក្អមទៅ300ក្អមអញ្ចឹងណាដើម្បីឲ្យបងប្អូនយើងទាំងអស់គ្នានឹងចូលរួមបានលេងសប្បាយទាំងអស់គ្នាព្រោះថាប្រពកម្មវិធីគឺច្រើនថ្ងៃដែរបងប្អូនទាំងគ្នាព្រោះថាមួយថ្ងៃគឺចំណាយក្អមអស់ច្រើនអញ្ចឹងណាហើយពេលនេះគឺខ្ញុំទៅនឹងក៏រៀងយប់ដែរហើយព្រះសង្ឃទាំងអស់គាត់ក៏មិនទាន់បានសម្រាប់ដែរដើម្បីរៀបចំឲ្យស្រូតរួនឡើងដើម្បីឲ្យបងប្អូនទាំងអស់គ្នាទៅចូលរួមលេងសង្ក្រាន្តឆ្នាំថ្មីយើងអញ្ចឹងណាហើយចំណាយទាំងសម្ភារៈអស់ច្រើនខ្លាំងមែនទែនបងប្អូនទាំងគ្នាហើយបើសិនជាមានបងប្អូនយើងចង់ចូលជាបច្ច័យដើម្បីជួយនៅក្នុងការចំណាយរៀបចំសង្ក្រាន្តនឹងអាចចូលជាបច្ច័យបានដែលខ្ញុំដាក់នៅ QR នៅខាងក្រោមនឹងជាមួយនឹងបងប្អូនទាំងគ្នាអាចតាក់ទងទៅ page វត្តពោធិ៍ថ្មីបានអញ្ចឹងណាបងប្អូនទាំងគ្នាពីខ្ញុំទៅគឺថាអត់មានអីទេសង្ឃឹមថាបងប្អូនទាំងគ្នានឹងចូលរួមទៅលេងឲ្យបានច្រើននិងចែករំលែកវីដេអូនេះទៅកាន់ព័ត៌មានឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបអញ្ចឹងណាព្រោះថាចាប់ផ្ដើមរៀបចំសង្ក្រាន្តគឺដូចរាល់ឆ្នាំអញ្ចឹងបងប្អូនទាំងគ្នាអាចទៅចូលរួមលេងបានជាក់ស្ដែងពេលនេះមិនទាន់រៀបចំឲ្យ100%ទេប៉ុន្តែគឺថាចេញរូបរាងបដាហើយអញ្ចឹងណាបងប្អូនទាំងគ្នាគឺរៀបចំក៏បានច្រើនភាគរយហើយដែរចាំដល់អង្ការទៀតជួយ share វីដេអូនេះឲ្យបងប្អូនទាំងអស់គ្នាជួយដឹងព័ត៌មាននេះផង